បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញវេទិកាសម្ដែងឬក៏ខ្លួនឯងបានឡើងទៅសម្ដែងអ្វីម្យ៉ាងលើវេទិកាបាទប្រសិនបើជាពុកម៉ែសុបិនថាឃើញវេទិកាសម្ដែងឬក៏ខ្លួនឯងបានឡើងទៅសម្ដែងអ្វីម្យ៉ាងនៅលើវេទិកានោះទំនាយទីនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងត្រូវមានគេបោកប្រាស់ឬក៏បោកបញ្ឆោតពីមិត្តភ័ក្តិណាម្នាក់ឬមិនដូច្នោះទេនឹងត្រូវគេកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាដើមបានតាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញវេទិកាឬក៏ឡើងសម្ដែងនៅលើវេទិកានេះគឺមានអត្ថន័យដោយការបកស្រាយខាងលើចំណែកឯលេខសំណាងគឺមិនមានសម្រាប់អ្នកសុបិនទេបាទជាចុងក្រោយនេះក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្ដាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ